ថ្ងៃទី9 ខែវិច្ឆិកាសេចក្តីជំនឿដែលអាចរើភ្នំចេញព្រះយេស៊ូវទ្រង់ឆ្លើយថាចូលមានសេចក្តីជំនឿជឿដល់ព្រះចុះត្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើអ្នកណានិយាយទៅភ្នំនេះថាចូលរើចេញពីនេះទៅធ្លាក់ក្នុងសមុទ្រចុះដោយឥតសង្ស័យក្នុងចិត្តគេជឿជាក់ថាសេចក្តីអ្វីដែលខ្លួនថានឹងបានកើតមកពិតនោះនឹងបានដោយប្រាថ្នាគ្រប់ចម្ពោះទាំងអស់ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នាអធិដ្ឋានសូមចូលជឿថាបានហើយនោះនឹងបានមែនក្នុងព្រះគម្ពីរម៉ាកុសចំពុក11ខ22ដល់ខ24នៅក្នុងការអានព្រះគម្ពីរយើងនឹកឃើញខគម្ពីរខ្លះដែលហាក់ដូចជានិយាយត្រង់ងាយយល់ភ្លាមទន្ទឹមនឹងនោះក៏មានខគម្ពីរចែងដូចនេះថាគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នាអធិដ្ឋានសូមចូលជឿថាបានហើយនោះនឹងបានមែននេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវយើងច្រើនតែចង់ជៀសវាងអត្ថន័យដើមរបស់ខគម្ពីរនេះយើងមានការបកស្រាយជាច្រើនអំពីខគម្ពីរនេះនិងនិយាយច្រើនពេកអំពីករណីលើកលែងដោយធ្វើឲ្យកប់បាត់អត្ថន័យដើមការប្រើខគម្ពីរនេះក្នុងផ្លូវខុសបានធ្វើឲ្យអ្នកខ្លះមានការភ័យខ្លាចយ៉ាងខ្លាំងបានជាយើងស្ទើរតែមិនចាប់អារម្មណ៍ចំពោះការលើកទឹកចិត្តនិងការជំរុញនៅក្នុងខគម្ពីរនេះក្នុងព្រះរាជបញ្ជាធ្ងន់នេះព្រះយេស៊ូវបានរំលឹកអ្នកដើរតាមព្រះអង្គឲ្យទុកចិត្តព្រះចំពោះជំនឿយើងមានតម្លៃដោយសារជំនឿរបស់យើងមានមូលដ្ឋានគ្រឹះនៅក្នុងព្រះអង្គយើងមិនត្រូវទុកចិត្តលើសេចក្តីជំនឿរបស់យើងឬទុកចិត្តលើខ្លួនឯងឡើយតែត្រូវទុកចិត្តព្រះអង្គតែប៉ុណ្ណោះនៅពេលដែលព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមនុស្សដែលបង្គាប់ភ្នំឲ្យធ្លាក់ចូលទៅក្នុងសមុទ្រពួកសាវកប្រហែលជាអាចយល់បានព្រោះពួកគ្រូសាសនាយូដាបានប្រើពាក្យប្រៀបប្រដូចស្រដៀងគ្នានេះដែរដើម្បីនិយាយអំពីការសម្រេចបានអ្វីមួយដែលហាក់ដូចជាមិនអាចសម្រេចបានពួកសាវកមិនបានយល់ច្រឡំថាព្រះយេស៊ូវកំពុងបង្រៀនក្នុងន័យត្រង់ឲ្យពួកគេបោះភ្នំដើមអូលីវចូលទៅក្នុងសមុទ្រនោះទេពួកគេអាចយល់ឃើញថាព្រះបន្ទូលព្រះអង្គមានលក្ខណៈជាសុភាសិតដែលបង្រៀនថាព្រះទ្រង់សពព្រះតីនឹងធ្វើការអស្ចារ្យសម្រាប់កូនរបស់ព្រះអង្គក្នុងកាន់គម្ពីរកិច្ចការទាំងមូលយើងរកឃើញភ័ស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថាព្រះយេស៊ូវបានបង្រៀនអំពីសេចក្តីជំនឿនិងការអធិដ្ឋាននៅដើមដំបូងនៃកាន់គម្ពីរកិច្ចការនៅពេលដែលជនពិការជើងម្នាក់សុំទានសាវកពេត្រុសនិងយូហានសាវកពេត្រុសក៏បានប្រាប់ឲ្យគាត់ក្រោកឈរហើយដើរនៅក្នុងព្រះគម្ពីរកិច្ចការចំពុក3ខ6នៅពេលសាវកពេត្រុសនិយាយទៅកាន់បុរសនោះគាត់ប្រហែលជានឹកចាំព្រះបន្ទូលព្រះយេស៊ូវហើយនឹកក្នុងចិត្តថាគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នាអធិដ្ឋានសូមចូលជឿនៅពេលណាព្រះទ្រង់ធ្វើជាកម្មបត្តិនៃជំនឿរបស់យើងអាចមានសេចក្តីជំនឿដ៏មុតមាំគឺសេចក្តីជំនឿដែលជឿថាជាអ្វីដែលយើងមិនអាចធ្វើបាននោះព្រះអង្គធ្វើបានយើងដឹងថាយើងកំពុងនិយាយទៅកាន់ព្រះមួយអង្គដែលអាចនឹងធ្វើហួសសន្ធឹកលើសជាងអស់ទាំងសេចក្តីដែលយើងសូមឬគិតក្តីក្នុងព្រះគម្ពីរអេភេសូជំពូក3ខ20ដល់ខ21ក្នុងបទគម្ពីរខាងលើនេះព្រះយេស៊ូវចង់មានន័យថាខ្ញុំចង់ឲ្យអ្នកអធិដ្ឋានតាមរបៀបដែលបញ្ជាក់ថាអ្នកពិតជាជឿព្រះដែលមានប្រាជ្ញាលើសលប់មិនចេះធ្វើខុសមានសេចក្តីសប្បុរសលើសលប់មិនអាចមានប្រតិសាហាវហើយមានអំណាចលើសលប់មិនអាចចុះចូលអំណាចធម្មជាតិនៃចក្រវាលបានទេចូលយើងកុំមើលរំលងអត្ថន័យដើមនៃខគម្ពីរនេះដោយការបកស្រាយជ្រុលហួសនោះឡើយចូលយើងឲ្យអត្ថន័យនៃបទគម្ពីរនេះបានជ្រុតជ្រាបក្នុងចិត្តយើងមួយរយៈសិនចូលអត់សប្បាយនឹងសេចក្តីពិតដែលថាព្រះទ្រង់អាចធ្វើហួសសន្ធឹកលើសជាងអស់ទាំងសេចក្តីដែលយើងសូមឬគិតក្តីចូលទុកចិត្តលើការពិតដែលថាគ្មានអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេហើយអធិដ្ឋានចុះខគម្ពីរសញ្ជឹងគិតនៅក្នុងព្រះគម្ពីរអេភេសូចំពុក3ខ14ដល់ខ21សម្រាប់គម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរអេសារ៉ាចំពុក6ដល់ចំពុក8និងព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពុក3